លំអងផ្កាសែតសូមជូនរឿងវាសនាអូនភក្តីទំនួញសេចមាសក្នុងទ្រូងចរណៃភក្តីត្រឡប់មកពីមន្ទីរពេទ្យវិញថ្ងៃរសៀលទៅហើយម៉ានណាវីស្រស់ស្រីកណ្ដៀតសើភៅដើរចូលទៅក្នុងផ្ទះដ៏មានទឹកមុខខ្មៅអែដោយនឹកអាណិតវាសនាម្យ៉ាងនឹកភ័យខ្លាចឪពុកស្ដីបន្ទោសម្យ៉ាងតាំងនេះជាទំងន់ទុកដែលនាងប្រឹងរែកទាំងសងខាងទាំងទ្រង់រន្ធត់ញាប់ញោគ្មានលួសមួយរយៈលោកខណ្ឌដាក្រោយពេលដែលបើកឡានតាមរកបុត្រីគ្រប់ច្រឡោហកមិនឃើញបានត្រឡប់មកផ្ទះវិញទាំងចិត្តមូមងការដើរក្រវ៉ាត់ដៃចុះឡើងពះពេញល្វែងផ្ទះអស់ដំរេះនឹងតាមរកមិនដឹងថាតើកូនក្រមុំទៅទីណាក៏ឈួលភ្លើងតោសៈបានឆេះឈួលដល់ចុងច្រមុះមែនតែនសឹងថាប្រសិនបើប្រទះភក្តីនៅកន្លែងណាលោកប្រកាសជាមិនអត់អោនទាល់តែសោះផ្ទុយពីនេះទឹកចិត្តមេត្តាបៃតាទាំងឡាយនៅក្នុងលោកនេះទោះបីមានកំហឹងម្ដេចម្ដាក៏លោកមិនដែលយកហិង្សាវ័យប្រហារកំចាត់ដំណក់ឈាមរបស់ខ្លួនដោយខ្វះពិចារណញាណឡើយដោយយ៉ាងលោកអធិការគយខណ្ឌដានេះជាដើមថ្មីបើមុននេះបន្តិចលោកបានសម្រេចចិត្តនឹងប្រើថ្នាំងថ្នាក់ដល់យ៉ាងណាក៏ដោយតែនេតិចុងក្រោយលោកបានឃើញកូនស្រីភ្លាមរន្ទះភ្លើងក្រេវក្រោតទាំងប៉ុន្មានក៏ប្រែជារងាប់ខ្លះទៅវិញភក្តីកាលបើឃើញទឹកមុខឪពុកក្រមើបែបមិនសូវស្រួលក៏ខំសម្រួលអិរិយាបថទន់ភ្លុនដើរអោនមុខបំរុងនឹងចូលទៅក្នុងបន្ទប់ភ្លាមនោះចានគោះបារីស្រាប់តែហៅវើទៅបុកចិញ្ចាំងបាយប្រាវយុវតីភ្ញាក់ដោយគេពញាក់ធ្លាក់ថ្លើមក្ដុកភ័យបុកពោះភឹបភឹបបបោមាត់ឡើងស្វាយភក្តីអាឡ័យទៅណាបានជារសៀលថ្មនេះទៅមកដល់ផ្ទះលោកខណ្ឌដាញាប់ប្រអប់មាត់ជះសំឡេងពីចម្ងាយធ្វើឲ្យបុត្រីរបស់ខ្លួនញ័រសាច់ត្រត្រឺតទាំងខំឆ្លើយពាក្យបងវែងដានចាខ្ញុំអាឡ័យទៅសួរម៉ាក់មីងនៅអាពេតជើទៅសួរម៉ាក់មីងលោកខណ្ឌដាបញ្ចេញសម្ដីក្រហឹមក្នុងដើមកដើរចូលមករកកូនស្រីឥឡូវនេះឯងចេះផោប៉ាផងកូនអកតញ្ញូភក្តីហើបមាត់លេងរួចហើយទាំងឈោអោបសិភៅសម្រក់ទឹកភ្នែកតក់តក់ក្បែរជ្រុងជញ្ចាំងលោកខណ្ឌដាខំថ្មិញសម្លក់កូនទាំងពីរចុងជើងដល់ក្បាលរួចទៅសម្រួលសម្ដីថាមើលកូនឯងប្រាប់ប៉ះឲ្យត្រង់មកមើលតើឯងទៅណាបានជាសក់ក្បាលឡើងកន្ទ្រើងរើងចាប៉ាខ្ញុំអាឡ័យជូនវាសនាទៅពេទ្យក្រន់តែភក្តីរំលឹកដល់ឈ្មោះវាសនាលោកខណ្ឌដាស្រាប់តែបើកភ្នែកធំធំប្រគំពាក្យយ៉ាងតឹងសំលេងអូឯងចង់ថាម៉េចប៉ាប្រាប់ឲ្យហើយថាកុំខ្លាំងកុំភ្លឺកុំពេកវើយចាដោយខ្ញុំបានជម្រាបប៉ាហើយថាខ្ញុំសុខចិត្តឲ្យប៉ាសម្លាប់រូបខ្ញុំតែប៉ាមិនអាចសម្លាប់ចិត្តភក្តីរបស់ខ្ញុំបានទេចោលមកសៀតអីក៏មកយាតថោកម្លេះប៉ាបានប្រាប់ហើយប្រាប់ទៀតថាឲ្យឈប់តាក់ទោនឹងអាវាសនាស្អីគេនោះទៅហេតុអីក៏ឯងនៅតែចចេះរឹងក្បាលមិនព្រមស្ដាប់ប៉ាប្រយ័ត្នណាអាទិត្យក្រោយប៉ានឹងហៅលោកវងវិចិត្រឲ្យគេមកជួបពាក្យហើយអាទិត្យក្រោយខ្ញុំរត់បាត់តើបាននរណាលើកឲ្យគេតែគេចូលមកស្ដីដណ្ដឹងតាមច្បាប់ណាវាសនាក៏នឹងចូលមកស្ដីដណ្ដឹងតាមច្បាប់ក្នុងពេលឆាប់នេះដែរថាប៉ាមិនចូលចិត្តនឹងវាទេខ្ញុំក៏មិនចូលចិត្តនឹងលោកវងវិចិត្រស្អីនោះដែរហួសចិត្តនឹងនិយាយលោកខណ្ឌដារហ័សដេញបុត្រីឲ្យថយចេញពីមុខពីមាត់យ៉ាងឆាប់រហ័សដើម្បីជៀសវាងនូវការប្រើកម្លាំងបាយដែលប្រសិនបើលោកទុនចិត្តមិនបានវាអាចនឹងកើតមានឡើងជាយថាហេតុនៅប្រការណាមួយពេលវេលាបានកន្លងហួសទៅតាំងឆ្លាក់ទុកនៅសំណោកសោកសង្រេងប្រឡាយនឹងក្តីសង្ឃឹមនៅក្នុងសួនសុបិនដែលក្រន់តែលបែងថ្ពិនចិត្តប្រោះព្រំជីវិតភក្តីឲ្យរំភើបអបអរ
នៅក្នុងភ្នក់ភ្លើងស្នេហ៍បានតែមួយរយៈដែលនាងបានជួបភ័ក្រតាក់សម្ដីនឹងកម្ពូលដួងចិត្តប៉ុណ្ណោះដតីពីនោះស្រស់ស្រីមិនខុសពីវត្ថុធាតុមួយដែលត្រូវគេរុំស្រាក់ទៅដោយអំបោះខ្មៅច្រើនចន់មានតែថ្ងៃស្វិតទៅរួញទៅរងចាំតែនាទីអវសានជាចំណងដៃនៃគ្រាដំបូងនិងក្រោយបំផុតនៃតបក្រាំងស្នេហ៍ដល់ល្វីងជូរចត់របស់ពួកគេរៀងរាល់ថ្ងៃសៅរ៍សាកលវិទ្យាល័យប្រជារាស្ត្របានបើកចំហពេលរបស់ខ្លួនជាធម្មតាសម្រាប់ឲ្យសិស្សានុសិស្សហាត់រៀនផ្នែកកសិកម្មភក្តីបានដើរអឺតសម្លឹងរកមើលវាសនាសង្សារភ្នែកចូលរហូតទៅដល់ក្នុងចំការចេកត្រង់កន្លែងដែលនាងធ្លាប់ញ៉ាំបាយកញ្ចប់ជាមួយប្រហុកដុតនិងអនុស្សាវរីយ៍ជាមួយនឹងប្រុសកំណាន់ចិត្តសុភាពយុវសិស្សនេះកំពុងអង្គុយសញ្ជប់សញ្ជឹងដ៏មានទឹកមុខសស្លាំងតាមលក្ខណៈមនុស្សទៅបនឹងងើបពីឈឺនិមិត្តតែក្រឡេកឃើញភ្លាមបុត្រីលោកខណ្ឌាក៏រីកថ្លើមព្រឺតដោយបានប្រទះកំណប់មហាសាលហើយប្រញាប់ស្ទុះចូលទៅរកប្រុសកំឡោះដោយពោលពាក្យថាបងវាសនាបងមកអង្គុយធ្វើអីតែម្នាក់ឯងនៅកន្លែងនេះទៅវិញក្រែងបងមកហាត់រៀនខាងផ្នែកកសិកម្មឬបងហត់ណាអូនទៅបនឹងជាពីជំងឺមិនតាន់មានកម្លាំងស្រួលបួលផងហើយដល់មកហាត់រៀនអញ្ចឹងទៀតទ្រូងបងប្រែជាញ័រកក្រឹកបងមិនគួរប្រឹងពេកទេបងតែបងចង់មកផ្ដិតស្រូបយកជាចុងក្រោយនៅថ្នាលអនុស្សាវរីយ៍នៃយើងទាំងពីរមុនពេលបាយគ្នាសម្ដីចុងក្រោយពី3ម៉ាត់របស់វាសនាក្នុងទិដ្ឋភាពក្រៀមក្រំធ្វើឲ្យភក្តីស្លុតរន្ធត់អួលណែនពេញអោរ៉ាមួយរំពេចនាងបន្ទន់កាយអង្គុយប្រក់សង្សារវិចារដោយសូរសៀងផុតបងវាសនាសម្លាញ់ចិត្តអូនសូមបងមេត្តាកុំទៅណាឆ្ងាយពីអូនបងនៅតែស្រឡាញ់អាឡោះអាឡៃនឹងរឹតតែស្រឡាញ់អូនគ្មានថ្ងៃបំភ្លេចបានទេប៉ុន្តែអូនអើយកម្មយើងដល់ហើយបងអស់សមត្ថភាពនឹងដោះស្រាយហើយណាស់ហើយត្រំតាមកម្មចោះអូនបងវាសនាធីតាពោលបានត្រឹមតែឈ្មោះម្ចាស់ចិត្តផែនទ្រុងនាងក៏คล้ายទៅជាឆ្អិតនិយាយលេងចេញតែដំណក់ជលនេតដ៏រលើបរលោងដូចដុំពេជ្របានរំលេចនៅមโนសញ្ចេតនាបញ្ជាក់ប្រាប់វាសនាយ៉ាងច្បាស់លាស់ប្រុសកំឡោះដកដង្ហើមធំមួយខូយ៉ាងវែងដែលកំពុងកញ្ជ្រោលខ្វាត់ខ្វែងក្នុងល្វែងគំនិតដែលមានតែការត្រឡប់ធាតុជាសញ្ញាមរណៈសង្សារចិត្តស្មោះគ្មានន័យអ្វីក្រៅពីចង់បដូរស្លាប់រស់ជាមួយគ្នាឡើយរឿងយើងទាំងប៉ុន្មានបងបានសារភាពជម្រាបបងស្រីវណ្ណដាអស់ទៅហើយតែគ្មានផ្លូវសង្ឃឹមទេអញ្ចឹងមានតែម៉ាក់មីងមិនពេញចិត្តនឹងឲ្យបងរៀបការជាមួយអូនឬទោះបីគាត់ស្រឡាញ់ស្ទើរលេបគាត់ក៏មិនអាចទំពាកំតិចចំណងលោហិតរវាងគាត់និងប៉ាអូនបានដែរសម្ដីគាត់មួយឃ្លាបងយកមកដេកគិតស្ទើរផ្ទុះប្រអប់ខួរម៉ាក់មីងនិយាយយ៉ាងម៉េចខ្លះបើចង់ឲ្យបងបានសុខផងអូនត្រូវតែលះបងផ្ទាល់ខ្លួនត្រង់នេះហើយដែលធ្វើឲ្យបងគ្មានច្រកចេញឲ្យសម្រេចចិត្តជាថ្មីត្រូវតែនិរទេសខ្លួនឯងឲ្យរសាត់ទៅឆ្ងាយផុតពីមុខដៅផ្កាស្លាដែលនឹងប្រហារកាន់ផ្ដាច់ឬកែវស្នេហ៍យើងក្នុងពេលឆាប់ខាងមុខនេះអោសំលេងភ្លេងការប្រហារទ្រូងបងពាក្យនេះបងមិនចង់ឮមិនចង់ស្ដាប់មិនចង់ឃើញនៅមុខឡើយសូមអូនរៀបការចោះបងសូមប្រសិទ្ធពរជ័យជូនអូនហើយប្រសិនបើបងប្រែជាសូនក៏សូមអូនបំភ្លេចចោលឲ្យអស់នៅកំរងរឿងអតីតកាលដ៏ចង្រៃដែលមួយថ្ងៃឃើញតែទុកព្រួយ100សែនជំពូកគួរឲ្យព្រឺខ្លាចលែងចង់ជួបបងវាសនាថ្ងៃណាដែលបងមិនព្រមលះបង់ចោលនៅសេចក្តីសម្រាប់ជាចុងក្រោយនេះភក្តីរបស់បងប្រកាសជាទួញសោយសោកក្នុងភ្នោទាំងចិត្តភក្តីរំស្រោបបេះដូងបងជាច្រើនដំរួតតែអូនត្រូវតែព្យាយាមកាត់ចិត្តបំភ្លេចបងចោលទៅម៉ោង10យប់នេះ
បងត្រូវតែទៅជួបអូននៅក្នុងសួនច្បារខាងមុខផ្ទះទេភក្តីបងមិនទៅទេបងខ្លាចហើយរៀងហើយមិនចង់ទៅឃើញកន្លែងនោះទៀតទេបាទបងមិនទៅទេអូននឹងសូមលាបងស្លាប់ទាំងបិទភ្នែកមិនជិតពាក្យបដិញ្ញារបស់កញ្ញាភក្តីស្រស់វលៈប្រៀបបាននឹងមេរន្ទះ8ទិសបាញ់ខ្ទប់ផាំងចំដើមទ្រូងរបស់សុភាពបរោះយើងរោគតែវាសនាដកឃ្លាលៃពេលកិច្ចមិនទាន់ខណៈដែលគេហាមាត់ប្រុងនឹងសើរើសម្រាប់យ៉ាងណាទៀតនោះភក្តីបានដើរខ្ទប់មុខយំសឹកសួរទៅឆ្ងាយហើយវាសនាឈរមើលតាមនាងនៅក្នុងសភាពយុទ្ធរន្ធត់ប្រាណសម្រាប់សម្រួលនៅវេលាម៉ោង10នារាត្រីនោះយុវជនយើងក៏បានដើរទៅអង្គុយសង្ងំនៅក្នុងសួនច្បាររងចាំមើលធីតាតាមបណ្ដាំដាច់អហង្ការរបស់នាងផ្ទុយទៅវិញម៉ោង28ថ្លៃហើយកំណត់សន្យាទៅហើយភក្តីនៅតែមិនតាន់ឃើញមកជួបអ្នកកំឡោះនៅឡើយតែបែរជាលេចទំងន់នៃដៃជនម្នាក់គោះខ្នងវាសនាព្រមគ្នានឹងសំឡេងថាណែក្រោកឡើងលោកប្អូនវាសនាភ្ញាក់កន្ត្រាក់ស្ទើរលុះប្រលឹងក្រោយពេលដែលដឹងជាក់ថាជាលោកខណ្ឌដាក៏បញ្ញាប់លើកដៃសំពះភ្លាមជំរាបសួរលោកបងចេះគួសមដែរឪពុករបស់កញ្ញាភក្តីពេលនោះគឺពេបមាត់ពេបមុខឡើងយវ៉ែបដូចកង្កែបខែប្រាំងទាំងលោកហៅប៉ៅយកក្រដាស់500រៀលមួយសន្លឹកហុចទៅឲ្យប្អូនថ្លៃហោណែយក500រៀលទៅទុកទិញបាយស៊ីទៅហើយឈប់មកជន់កន្លែងនេះទៀតណាឮទេវាសនាដាក់មុខចុះខំថ្មិញក្រឹបរួចទៅនិយាយទៅថាបាទអរគុណហើយខ្ញុំសូមលាសិនហើយវាសនាថ្លែងទាំងបែបប្រានបោះចំហៀនចេញរុយឥតបងអង្គជាហេតុធ្វើឲ្យលោកខណ្ឌដានឹកអស់សំណើចលាយដោយក្តីក្តៅក្រហាយកុំលឿនពេកលោកប្អូនយកលុយសិនទៅបាទសុំទោសចាស់ខ្ញុំសុំតែរួចខ្លួនទេកំណប់ចិត្តភក្តីក្រន់តែងាកបែរឆ្លើយតបតែជើងចេះតែបោះទៅមុខឥតឈប់ឈរតលតែចេញផុតពីក្នុងរបងផ្ទះលោកអធិការកយព្រឹត្តិការណ៍ដែលផុសឡើងផ្ទួនគ្នាក្នុងន័យតែមួយរឹងរិតតែធ្វើឲ្យឈឺចាប់បានតម្រូវឲ្យវាសនាកត់ត្រាទុកឥតភ្លេចនៅក្នុងសន្តានក្លឹមចិត្តរហូតដល់សម្រេចមិនចង់ជួបមុខសង្សារថ្លើមប្រមាត់ទោះក្នុងពេលរៀនក៏ដូចជាពេលណាទាំងអស់សង្កេតឃើញអាកប្បកិរិយាវាសនាប្លែកយ៉ាងនេះភក្តីកាន់តែតបប្រមល់គិតមិនដល់ជំរឿភ្នត់គំនិតសង្សារឧត្តមដួងចិត្តឡើយពេលចេញពីរៀនកល្យានស្កាត់ជួបមុខវាសនាដោយបន្លឺវាចាដូចជាតឹងទ្រូងក្រៃលែងបងវាសនាបងសម្រេចចិត្តថាស្អប់អូនហើយឬវាសនាមិននិយាយចេះតែដើរដឹកកង់កញ្ចាស់ក្នុងទឹកមុខស្រងួតស្រងាត់យូរគេលួចចោលកន្ទុយភ្នែកសម្លឹងមើលស្រស់ស្រីម្ដងទំនងជាចង់សម្ដែងនៅក្តីស្រឡាញ់គ្មានព្រំសីមានិងទំហំទំនួញដួងចិត្តចំពោះនាងផងដែរតែធ្វើម្ដេចបើឧបសគ្គតាមជ្រៀតជ្រែងគ្រប់ចំហៀនគ្រប់ចង្វាក់កង់ស្នេហ៍ដែលត្រាំវិលទៅមុខបានទាំងត្រដាប់ត្រដួសកណ្ដាលស្រមោលព្យុះមហន្តរាយទំនួញអក្ខរាស្រីចាផ្ទាល់ដៃកណ្ដាលរាត្រីក្នុងន័យកង្វល់រៀមបានយោន័យកើតក្តីអំពុលចំបែងខ្វាយខ្វល់ស្ទើរបែកអរ៉ាអក្ខរាចែងថាស្នេហាត្រូវព្រាត់ទ្រង់ភ័យតក់ស្លុតស្ទើរផុតសង្ខារតាំងពីពេលនោះទ្រង់បងខ្លោចផ្សាចុកណែនអរ៉ារាល់ពេលស្រមៃម៉ោង3យប់មិញទុនទិញចាំជាក់ចិត្តធ្លាប់ស្មោះស្ម័គ្រសាសងមេត្រីឥឡូវភ្លេចបងភ្លេចឥតអាល័យតើបងខុសអ្វីទៅស្រីអអន់រាត្រីសែនស្ងាត់ខំកាត់ចិត្តដាព្រួយរិទ្ធទ្វេព្រោះស្នេហ៍តូចតន់បងចង់ជួបអូនពេលស្នេហ៍យើងសូនរាយរាប់ប្រាប់ស្ងួនថាបងលាហើយយូរណាស់ទៅអ្នកកំឡោះទំលាយសំលេងយ៉ាងគួរឲ្យចំបាញ់ចិត្ត
តារារាប់រយពាន់ដួងគ្មានអានុភាពអាចកំចាត់ផ្ទៃអន្តិកាសបានទេតែព្រះច័ន្ទតែមួយដួងអាចជះរស្មីភ្លឺអន្ទាលកំថាឡើយត្រឹមកណ្ដាលលំហមេឃគ្មានកោះត្រើយតែហេតុអ្វីបានជាបងចេះតែកិច្ចមកពីស្ងួនឬមួយបងបានចាត់ទុកអូនជាសត្រូវនាំបំផ្លាញសេចក្តីសុខរបស់បងហើយទេមិនមែនដូច្នេះទេភក្តីការពិតថ្ងៃរៀបការអូននៅចិត្តបងកើយគួរណាស់តែត្រាំត្រើយត្រៀមចិត្តត្រៀមពេលវេលារំងាប់ចិត្តឲ្យបានខ្លះតែពុំដូច្នេះឡើយសំឡេងស្រែកល្វើយខ្ទោពេញផែនទ្រូងបងដែលជាដួងតារាជាទីកប់ហរតីបងនឹងទ្រូងហោះឆ្លងទៅកាត់ភពទីតីរឹងរិតតែធ្វើឲ្យបេះដូងបងកញ្ជ្រោលកញ្ច្រោកស្ទើររលេះដាច់ដូច្នេះហើយទៅបានជាបងថាសូមអូនបំភ្លេចចោលនៅអ្វីៗទាំងអស់ទុកដូចមនុស្សម្នាក់ដែលធ្លាប់ដែលជាទ្រនាប់ចិត្តអូនបានលាចាក់លោកអូនទៅហើយប៉ុន្តែរូបបងឥឡូវនេះគ្រាន់តែជារូបសំណាក់ឬក៏វិញ្ញាណក្ខន្ធរបស់សម្លាញ់វាសនាដែលបានមកសូមអង្វរចិត្តសង្សារឲ្យចោះសម្រងគ្រួសារប៉ុណ្ណោះតែប៉ុណ្ណឹងมันគ្រប់គ្រាន់ទេនៅមានរឿងអ្វីទៀតបងត្រូវទៅវត្តជាមួយអូនដើម្បីបានលាពាក្យលាសម្ដីគ្នាមុនគ្រាបងមិនហ៊ានទៅទេបើអូនអាណិតបងសូមមេត្តាកំណំបងទៅដូចនាំបងទៅបង្ហាញចង្កូមមច្ចរិតចិញ្ចឹងចាស់បានតែប៉ុណ្ណឹងអូនអស់ចិត្តហើយបើបងមិនទៅទេក៏អូននៅតែទៅម្នាក់ឯងដែរដើម្បីថ្លែងសារទុកចំពោះទីសក្ការៈដែលយើងបានស្បោះស្បាយនឹងគ្នាហើយទីបំផុតនៅពេលដែលបងបានទៅជួបអូននៅចុងក្រោយគឺជួបក្នុងដួងព្រលឹងស្នេហ៍ដ៏បរិសុទ្ធប្រកបដោយចិត្តភក្តីពេលនោះហើយដែលបងនឹងខ្លាយទៅជាតូចទួញយំស្ដាយសែងសូរិយាក្នុងគ្រាអស់ស្ដង់គុតភក្តីបញ្ចប់បទសារស័ព្ទដោយដកយកកូនកន្សែងជូតទឹកភ្នែករួចស្រស់ស្រីងើបមុខឡើងអូទៀនតិចយ៉ាងរអាក់រអួលបងវាសនាកំពូលដួងចិត្តអូនអើយភក្តីគិតមិនលិចថាតើសង្សារគេកំពុងតែសម្រេចចិត្តបែបណានាងតាមបៃតាឬក៏មានចេតនាអាក្រក់តាមមធ្យោបាយអ្វីមួយនៅក្នុងគោលបំណងរំលាយជីវិតពីលោកដ៏ចង្អៀតនេះភក្តីសំយងមុខអូសចំហៀនត្រឹបដ៏មានទឹកមុខខ្មៅអែអបទៅដោយកម្លាំងសួលដោយកំសួលមហាតុកឆ្ពោះទៅតាមផ្លូវទៅកាន់វត្តភ្នំអ្នកកំឡោះនៅតែឈរត្រយង់មើលតាមដំណើរយុវតីដែលចេះតែត្រាច់រង្កាត់ទៅឥតងាកក្រោយនាងទៅបានឆ្ងាយបន្តិចទៅគេរលះរលាំងទៅតាមក្រោយព្រមដោយសម្រួលសម្ដីយ៉ាងមួយម៉ាត់ថាអូនភក្តីអូនគិតទៅណានឹងយុវតីរក្សាដំណើរនឹងថ្កល់នឹងឈប់ក៏មិនឈប់នឹងងើបមុខមើលប្រុសស្នេហ៍ក៏មិនងើបដែរចំហៀនរបស់នាងចេះតែឈានទៅមុខហើយដំណក់ជលនេតក៏ចេះតែស្រក់ច្រោកបន្តគ្នាកាន់ផែនថ្ពាល់ដ៏រហាមវាសនានៅតែដើរតាមនាងរហូតដល់ជណ្ដើរវត្តភ្នំឆ្លៀតឱកាសដែលនាងក្រមុំឈោសំកុកច្រត់ដៃខ្ទប់មុខសម្រក់ទឹកភ្នែកលើបង្កាន់ដៃរូបនាគអ្នកកំឡោះបានដាក់សំណួរបញ្ជាក់ជាថ្មីអូនភក្តីអូនមកធ្វើអីកន្លែងនេះសូមកុំសួរខ្ញុំអីបន្លឺតែប៉ុណ្ណោះភក្តីក៏ស្ទុះរត់ទៅលើកំពូលភ្នំឈោផ្អែកនឹងជ្រុងចែកដីមើលទៅផ្ទៃមេឃដ៏លហលហេវដោយក្តីអស់សង្ឃឹមវាសនាឡើងតាមនាងតទៅទៀតដែរតែម្ដងនេះគេបែរទៅជាអោបដៃទល់ខ្នងនឹងចិញ្ចាំងព្រះវិហារដោយមនុស្សរលត់ស្មារតីក្រៅពីសំឡេងរីដែលជះមកពីចុងកគីដ៏ខ្ពស់លលៃបរិយាកាសពេលនោះស្ងាត់កញ្ជ្រោមដោយស្ថិតនៅក្នុងកណ្ដាលខ្ទមមរណៈមួយសន្ទុះបន្ទាប់សំឡេងភក្តីក៏បានលន់ឡើងពីក្រោយខ្នងយ៉ាងរំដំគួរឲ្យរញ្ជួលចិត្តថ្លើមបងវាសនាសូមបងមេត្តាអភ័យទោសឲ្យអូនផងយប់មិញអូនមិនភ្លេចពាក្យសន្យាទេតែមិនដឹងជាទេសកាលអីស្រាប់តែប៉ាទៅអង្គុយជួបបារីត្រង់កន្លែងយើងណាត់ជួបគ្នាពុំព្រមក្រោកតណាសោះព្រោះអ្នកកំឡោះ
ដោយជាគ្មានយកចិត្តទុកដាក់និងយកត្រចៀកស្ដាប់ឡើយហើយបែរជាដើរចេញយ៉ាងតោះម៉ោះទៅឈរសម្រក់ទឹកភ្នែកនៅទីផ្សេងទៀតទាំងជំរុះខ្យល់អពមង្គលមួយខួរដោយសភាពតានតឹងពន់ពេកភក្តីនៅព្យាយាមដើរតាមទៅប្រកាសពីមុខបរោះសង្ហាបងមិនក៏បងលេងនិយាយស្ដីរកអូនទៅហើយបងខឹងនឹងអូនឬវាសនាក្រវីក្បាលយឺតជំនួសពាក្យឆ្លើយតបក្នុងលោកនេះប្រហែលជាមានតែបងទេដែលក្តីអភ័ព្វចេះតែតាមព្យាបាលគ្រប់ជំហានអញ្ចឹងក៏នៅតែបានសេចក្តីថាបងបានចងកំហឹងនឹងអូនហើយមែនទេប្រសិនបើដូច្នេះមែនសូមបងឈប់ខឹងអូនទៅអូននឹងបូជាអ្វីៗទាំងអស់ដើម្បីដោះលាងកំហុសគ្រប់យ៉ាងស្រស់ស្រីកល្យានដាក់ពុំនោលទាំងយកកន្សែងផ្ដិតទឹកភ្នែកសង្សារជាសញ្ញាតំណាងចិត្តភក្តីដ៏បរិសុទ្ធមាត់មងទំនួញភក្តីក្នុងព្រៃមរណៈទំព័រអវសាននៃគូស្នេហ៍ទាំងទ្វេពុំតាន់បង្ហាញនៃអ្វីជាក់លាក់ដោយម្ដេចផងដែលមានចាតែពាក្យអូនបងគ្រប់វគ្គគ្រប់ឃ្លាបានត្រូវពោមីបក់បោកកាត់ផ្ដាច់យ៉ាងឥតមេត្តាមីកូនចង្រៃវាសនាភក្តីភ្ញាក់ភ័យស្លន់ស្លោមិនដឹងថានឹងកិច្ចទៅច្រកណាលោកខណ្ឌដាដែលបានតាមដានបុត្រីជានិច្ចបានចង្កឹលធ្គាមដើរសម្ដៅដាក់អ្នកទាំងពីរក្នុងទឹកមុខដុតដោយកំឡោចដោយភ្លើងទោសៈ1លានអង្សាយុវកញ្ញាខំទប់ស្មារតីបានលឺសម្ដីទៅកាន់អ្នកមានគុណជាបន្តសូមលោកប៉ាមេត្តាដល់កូនស្រីប៉ាផងប៉ាមេត្តាហើយកូនស្រីកូនកាលៈកណីនិយាយសឹងចប់កន្ទុយពាក្យមិនតន់លោកខណ្ឌដាក៏ស្ទុះទៅផ្ទះកំភ្លៀងបុត្រីពី3ដៃរួចច្បាមសក់ទាញអូសយកទៅបោកទុកក្បាលនឹងជញ្ចាំងវិហារផាំងយល់ព្រឹត្តិការណ៍ចូលដល់កម្រិតសាហាវដូច្នេះវាសនាឆ្លេឆ្លាចង់ចូលទៅជួយបន្តិចចង់អង្វរខត់បងថ្លៃបន្តិចតែដល់ពេលនោះគេបានសង្កេតឃើញអាកប្បកិរិយាលោកខណ្ឌដាដោយកំរោលចូលគេប្រែជាដើរដោះខ្លួនចេញលោកខណ្ឌដាក៏លេចឃើញតន់ក៏រហ័សមករោគដោយប្រើពាក្យសម្ដីគំរាមយ៉ាងមើងម៉ាត់ឈប់សិនអាវាសនានិយាយគ្នាសិនកុំអាតតាណាវើយបើចង់សុកវាសនាឈប់ត្រឹងនឹងថ្កល់ដោយរូបចម្លាក់លើកហាត់ប្រណម្យលោកអធិការគយសូមលោកអត់ទោសឲ្យខ្ញុំផងអារឿងអត់ទោសអញចេះតែអត់ឲ្យបានហើយប៉ុន្តែនៅពេលនោះលោកខណ្ឌដាស្រដីទាំងខំមាត់លាត់ដៃអាវក្របូចកអាវាសនាឯងតែងលើអញច្រើនដងហើយដូច្នេះម្ដងនេះអញសុំចិត្តឯងម្ដងហើយអាប្អូនកុំថាអីថាវ៉ាន់ណាផុតសម្ដីភ្លាមស្វាមីអ្នកស្រីដាវ៉ាន់វត្តកំភ្លៀងវាសនាផាំងញ៉ាំងឲ្យរាងកាយអ្នកកំឡោះត្រេតត្រោតទៅក្រោយលោកខណ្ឌដាប្រញាប់លោតទៅចំពីមុខនិងកញ្ចប់មាត់បន្ថែម 3-4 ដៃយ៉ាងដំណំវាសនាមិនតគ្រាន់តែលើកដៃរងកាត់ខ្លះតែទោះជាយ៉ាងណាសន្ទុះហត្ថថាលោកខណ្ឌដានៅតែជ្រៀតបោះពួយចូលទៅផុសបន្តបន្តគ្នាមាត់វាសនាបាយឈាមហូបក៏ខ្លាក់នៅចំពោះភាពដ៏ខូខើដែលស្មានមិនដល់ភក្តីអាណិតសង្សារក្រៃលែងនាងបានស្ទុះមកទាញដៃឪពុកព្រមដោយទំនួញអង្វរយ៉ាងអណ្ដើតអណ្ដក់ប៉ុណ្ណឹងបានហើយប៉ាកូនពេញចិត្តនឹងស្លាប់ក្រោមកណ្ដាប់ដៃប៉ាសូមតែប៉ាអាណិតកុំវៃវាសនាព្រោះវាសនាគ្មានកំហុសទេនាងឯងថយចេញគ្មានត្រូវការចេះដឹងអីទេលោកខណ្ឌដាកំហកតាំងវត្តកំភ្លៀងកូនស្រីរបស់ខ្លួនមួយដៃទៀតយ៉ាងទម្ងន់យុវតីខ្ទាតដួលថ្មោតដូចស្រីយុវតីខ្ទាតដួលថ្មោតដូចសីប៉ុណ្ណឹងហើយនៅមិនអស់ចិត្តលោកអធិការគយអប្រៃបានស្ទុះទៅរកវ័យវាសនាទៀតគូត្រណប់ចិត្តនាងភក្តីស្ទុះប្រុងរត់ចុះមកក្រោមហើយស្រាប់តែលោកខណ្ឌដាបញ្ជូនមួយជើងក្រោយលន់សុដិបរាងកាយមាននប់ក៏រលំក្រែងរមៀលបណ្ដាក់តាមកម្មចដាដោយគេប្រមៀលទម្លាក់ដុំថ្មរហូតដល់លែងកំរាខ្លួនតែម្ដងភក្តីស្រស់ស្រីវលៈសែនរន្ធត់ឥតឧបមាស្រស់ធីតាលើកដៃខ្ទប់មុខត្រហោយំរំដំដោយពាក្យពេចគ
គួរឲ្យអាណិតពុទ្ធោបងវាសនាបងស្លាប់ចោលអូនហើយមីកូនចង្រៃឃើញគេដេកដួលបែបនេះនាងឯងសោកការខ្លាំងណាស់ឬប៉ុន្តែបងវាសនាអូមីកូនអពលៈឯងចង់ហោះទៅតាមអាវាសនាដែរឬភក្តីសម្លឹងមើលមុខទៅវាសនាដែលកំពុងស្លាប់មិនដឹងខ្លួនដោយមុខមាត់បែកឈាមជាំដិតដាមទៅដល់សម្លៀកបំពាក់ភក្តីរន្ធត់ញាប់ញ័របានស្លចិត្តនាងឲ្យបែកពពុះលុះដល់ត្រំមិនបាននារីក៏ស្ទុះវឹងបំរុងសម្ដៅទៅរកកំឡោះម្ចាស់ស្នេហ៍ដួងចិត្តតែត្រូវលោកខណ្ឌតាជាឪពុកក្របួចសក់កន្ត្រាក់ឲ្យវិលពី3ត្រឡប់ទាំងសន្ធប់សំលេងខ្លាំងថ្ងៃគិតទៅណាខ្ញុំទៅមើលបងវាសនាមិនបានទេមកតាមអញថាតែប៉ុណ្ណោះលោកអធិការកយក៏ទាញអូបុត្រីឲ្យដើរតាមចុះទៅកាន់រថយន្តដែលបានចតត្រង់ចង្កេះភ្នំនាងក្រមុំឈឺចង្កៀលសពសាច់តែខំពោលពាក្យអង្វរបិតារបស់ខ្លួនអូយប៉ាអើយលេងកូនទៅកុំចាប់ទាញសក់កូនដោយសัตว์អញ្ចឹងអញមិនលេងទេបើឯងចាត់ទុកខ្លួនឯងជាមនុស្សល្អដូចអ្នកដទៃដែរឯងមិនមែនមកសាហាយស្មន់នឹងគ្នាពះវាលពះកាលអញ្ចឹងទេបើប៉ាមិនពេញចិត្តនឹងកូនទេសម្លាប់កូនចោលទៅតែបើប៉ាយកកូនទៅបង្ខំឲ្យរៀបការជាមួយបរិសុទ្ធដទៃក្រៅពីបងវាសនាកូនក៏មិនព្រមទេឯងប្រកាសថាមិនព្រមទេឬចាកូនប្រកាសថាមិនព្រមមែនលោកខណ្ឌតាក្របួចសក់ភក្តីកាន់តែតឹងដៃទៅដល់រថយន្តលោករុញផ្ទុកបោកកូនស្រីទៅលើពុកបងឯកឡានចានទ្វារបិទក្រឹបរួចឡើងបញ្ឆេះម៉ាស៊ីនបើកចេញវឹងគ្មានបងអង្គពីពេលនោះមកភក្តីត្រូវបានបាត់បង់សេរីភាពមួយភាគធំទៅណាមកណាទៅសាលានិងចេញពីសាលាលោកខណ្ឌតាសុកចិត្តចំណាយពេលបើកឡានជូនកូនខ្លួនឯងធ្វើយ៉ាងនេះគឺដើម្បីខាខាំងមិនឲ្យភក្តីបានឱកាសលួចជួបជាមួយវាសនាថ្មីបើយ៉ាងនេះក្តីម៉ានណាវីស្រស់ស្រីនៅតែលបលួចទៅសួរដំណឹងពីវាសនាជានិច្ចថ្ងៃប្រកាសលទ្ធផលប្រឡងយកសញ្ញាបត្រកាត់ដេរបានមកដល់សិស្សសានុសិស្សទាំងអស់បានដាក់ពាក្យប្រឡងទាំងប៉ុន្មានបាននាំគ្នាទៅមើលឈ្មោះរៀងៗខ្លួនពេលនោះភក្តីបានជួបនឹងមិត្តវាសនាហើយក៏បញ្ញាប់សួរនាំយ៉ាងសម្ងាត់អាកំបាំងតែពីរនាក់ថាសានដែលបានជួបបងវាសនាទេយុវសិស្សឈ្មោះសានជាអ្នកកំ pl ែងមាត់រអិលហើយដែលរាប់អានភក្តីនិងវាសនាដោយស្មោះរហ័សបន្លឺសំឡេងយ៉ាងចងចិញ្ចើមខ្ញុំកំពុងឆ្ងល់ហើយកំពុងតែគិតពីរឿងនេះព្រោះតាំងពីថ្ងៃប្រឡងមកស្រាប់តែបាត់មុខវាសនាឈឹងតែម្ដងប៉ុន្តែមុននេះបន្តិចមានរឿងអ្វីប្លែកឬខ្ញុំឮសូរលោកអាគានរៈនិងលោកគ្រូខ្ញុំដំណើរពីវាសនាមានគ្រោះថ្នាក់វាសនាគ្រោះថ្នាក់អីទៅខ្ញុំមិនដឹងទេហើយឥឡូវនេះគេនៅណាខ្ញុំគ្រាន់តែដឹងថាដេកពេទ្យតែមិនដឹងថាពេទ្យណាទេចាំខ្ញុំស៊ើបសួរមើលបើយ៉ាងណាចាំខ្ញុំប្រាប់ភក្តីឯងណាចាខ្ញុំត្រេកអរណាស់សានសូមសានឯងមេត្តាជួយស៊ើបសួរខ្ញុំកំខានណាអស់សហុយប៉ុន្មានចាំខ្ញុំជួយចេញឲ្យគ្មានបញ្ហារឿងសហុយសោដាអីទេណាភក្តីអើយព្រោះខ្ញុំក៏ចង់ដឹងពីរឿងគ្រោះថ្នាក់មិត្តខ្ញុំដែរចាអញ្ចឹងខ្ញុំលាសិនហើយបញ្ញាប់ទៅមើលឈ្មោះសិនមិនបាច់ទៅមើលទេភក្តីឯងជួបហើយគ្រាន់តែឮថាបានលទ្ធផលជាទីកប់ចិត្តភក្តីអផងភ័យផងស្ទើរតែអណ្ដែតប្រាណទៅកណ្ដាលអាកាសសានឯងនិយាយលេងឬក៏មែនហ្នឹងគ្មានប្រយោជន៍អីដែលខ្ញុំត្រូវកុហកភក្តីឯងទេរួចចោះសានឯងខ្ញុំក៏ជួបដែរតែអភ័ព្វតែវាសនាម្នាក់គួរឲ្យស្ដាយម្ដងនេះភក្តីទម្លាក់ទឹកភ័ក្រស្រងួតទាំងរបូតសម្ដីយ៉ាងខ្សោយបងវាសនាសានមើលមុខភក្តីដល់ភ្នែកលិនឡងរួចទៅបើកអូទៀនសាប់ធ្វើដូចជាមិនយល់ចិត្តគូសន្ទនាខ្ញុំអាណិតវាសនាណាស់បើដឹងថាមានរឿងអ្វីបានជាពី3ខែនេះវាសនាស្រពោនជានិច្ចខ្ញុំមើលមុខគេខ្ញុំអាណិតគាត់ដែរមិនដឹងជាគាត់ពិបាកចិត្តយ៉ាងណាទេដោយយល់ទឹកមុខភក្តីឡើងក្រហមនិងមានទឹកភ្នែកដាមរលីងរលោងសានមិនអាចបន្តសម្ដីទៅទៀតក៏សូមលាសានចេញទៅក្រៅសាលាភ
ភក្តីដើរពិនិត្យមើលឈ្មោះដឹងថាខ្លួនឯងបានប្រឡងជាប់ពិតប្រាកដមែនក៏បញ្ញាប់ត្រឡប់ទៅកាន់រថយន្តវិញដែលមានលោកខណ្ឌដាឈោបផ្អែកជក់កសៀវរងចាំយ៉ាងក្រហើខើលោកអធិការកយនិងអ្នកស្រីវណ្ណដាសប្បាយចិត្តណាស់ការបើឮថាកូនស្រីនាំដំណឹងល្អមកប្រាប់ថានាងប្រឡងជាប់លោកក៏ប្រុងរហ័សបើកទ្វារឡានឲ្យកូនចូលទៅអង្គុយលោកប្រុសរហ័សបើកទ្វារឡានឲ្យកូនចូលទៅអង្គុយនៅបាំងក្រោយរួចក៏ចេញដំណើរកំសាន្តតាមទីក្រុងដើម្បីលើកទឹកចិត្តបុត្រីឲ្យភ្លេចអស់នៅរឿងអាស្រូវដែលលោកខ្ពើមរអើមហើយងាករេទៅរកពិភពថ្មីដែលលោកសន្សឹមដែលលោកសម្លឹងមើលឃើញរស្មីដល់ត្រចះត្រចង់គួរជាទីទៅអនាគតរថយន្តក្នុងលបឿនយឺតល្មមលោកខណ្ឌដាអង្គុយកាច់ចង្កូតឡានដោយទឹកមុខញញឹមទាំងបឺតខ្សៀបង្ហុយផ្សែងខុលមួយស្របក់លោកបែរក្រឡេកមើលមុខកូនស្រីរួចទៅភក្តីថាភក្តីអារួចទៅនិយាយថាភក្តីអាទៅកាត់សម្លៀកបំពាក់ជាមួយម៉ាក់មីងឯងឥឡូវនេះឲ្យហើយទៅចាប៉ាសម្លៀកបំពាក់ខ្ញុំនៅសល់ច្រើនណាស់បើមិនទាន់អស់ទេចាប៉ាសម្លៀកបំពាក់ខ្ញុំនៅសល់ច្រើនណាស់ប្រើមិនទាន់អស់ទេមិនមែនសម្លៀកបំពាក់ធម្មតាទេគឺសម្លៀកបំពាក់សម្រាប់ការណាព្រោះថ្ងៃរៀបការជិតមកដល់ហើយហាងហាវ៉ៃថ្មីកាត់ដេរល្អណាស់ហើយទាន់សម័យទៀតផងប៉ាចង់ឲ្យកូនទៅកាត់ដេរនៅហាងនោះភក្តីនៅស្ងៀមដោយទឹកមុខក្រមៅអ្នកស្រីខណ្ឌដាបានបន្តវាចាតាមលោកខណ្ឌដាថាហាងហាវ៉ៃនោះកាត់ត្រូវចិនម៉ាក់មីងណាស់បើប៉ះលើកូនឯងដែលមានរូបរាងហុចឲ្យតាំងពីកំណត់ចឹងផងមិនដឹងជាសមយ៉ាងណាទេមើលទៅដូចទេវតាចុះមកពីឋានសួគ៌អញ្ចឹងណាកូនស្រីសំដីគូស្វាមីភរិយាប៉ុន្មានម៉ាត់នេះធ្វើឲ្យភក្តីរមូលពោះប៉ុនកដៃហើយស្រដីយ៉ាងកំបុតកំបុយដូចគេចោលដឹងទាំងដងចឹងខ្ញុំមិនកាត់មិនអីទេលោកខណ្ឌដាទ្រាំអត់ប្រកាន់ខឹងនិងឆ្លៀតបំភ្លៃប្រយោគលោកខណ្ឌដាទ្រាំអត់មិនប្រកាន់ខឹងក៏ឆ្លៀតបំភ្លៃប្រយោគផ្សេងទៅទៀតក្នុងគោលបំណងធ្វើម៉េចឲ្យតែបុត្រីចុះសម្រុងអូប៉ានឹកឃើញហើយកូនមានសញ្ញាបត្រកាត់ដេរដែរកូនចង់ទិញកំណាត់មកកាត់ដេរខ្លួនឯងក៏ទិញទៅថាខ្ញុំមិនការទេសំដីភក្តីលើកនេះទៀតរឹតតែញ៉ាំងឲ្យលោកអធិការកយហួសចិត្តដាក់សំណាច់ក្រឹបយ៉ាងមានន័យអស្ចារ្យមែនកូនគិតមើលការហើយមានវិឡានៅមានឡានជិះមានខ្ញុំកំដរប្រើឆ្វេងស្ដាំនិងការហើយរហាមនិងការហើយក្ររហាមសល់តែសម្ពុតខោអាវមួយចង្កេះតើកូនយកមួយណាក្ររហាមចោះឲ្យតែសក់កាយសบายចិត្តកុំឲ្យមានតែទ្របចិត្តចង្អៀតចង្អល់ខ្ញុំមិនចេះរស់នៅទេពីបាក់មែនវើយកូនដែលវាបំរុងនឹងដោះវាអញ្ចឹងខំចិញ្ចឹមឲ្យវាធំខំបណ្ដោះបណ្ដាលឲ្យវាបានចេះដឹងទៅស្រាប់តែវាឡើងចាងបែរត្របាក់ឯងវិញដោយគេចិញ្ចឹមកូនខ្លាអញ្ចឹងខ្ញុំបានជម្រាបប៉ាច្រើនដងតាំងពីដំបូងហើយទេតាតែកុំសង្ឃឹមថាឯងរត់ទៅរកជួបអាវាសនាបានដូចមុនទៀតឲ្យសោះប៉ាចាំតែមើលទៅនឹងហើយប៉ាមិនតន់ស្លាប់ទៅណាទេកូនស្រីមិនដូតចិត្តប៉ារងចាំមើលកូនស្រីហក់លោតឲ្យក្រឡាប់ក្រឡាផុតអំពីក្តាប់ដៃប៉ាបានទេប៉ារងចាំមើលកូនស្រីហក់លោតឲ្យផុតប៉ារងចាំមើលកូនស្រីហក់លោតឲ្យគ្រប់ក្រឡាឲ្យផុតពីកណ្ដាប់ដៃប៉ាហើយទីបំផុតទៅជាយ៉ាងណាអ្នកស្រីវណ្ណដាដែលបំបាបញ្ចេញយោបល់ថាអ្វីក៏តាំងអង្គុយដាក់ទឹកមុខញញឹមចាំស្ដាប់ឪពុកនិងកូនស្រីដំឡើងស្រដីដាក់គ្នាដែលចេះតែប្រទះពាក្យជាហោហែតាំងពីតាមផ្លូវរហូតទៅដល់ទេ
តាំងតែពីតាមផ្លូវរហូតដល់លំនៅឋានរាត្រីរណូចការបាត់ខ្លួនវាសនាគ្មានអ្នកណាម្នាក់សន្និដ្ឋានបានយ៉ាងណាឡើយប៉ុន្តែដោយពិតតាំងពីអស់សង្ឃឹមក្នុងការប្រឡងយកសញ្ញាបត្រកាត់ដេរវាសនាបានព្យាយាមគេចមកពីភក្តីរហូតដោយដាក់ខ្លួនជាកម្មករចាំចំការឲ្យនាងថានៅឯកំពង់ឆ្នាំងដែលវាសនាធ្លាប់ស្គាល់នាងជាយូរមកហើយនាងថាជាធីតាកំព្រាក្រោយពេលដែលឪពុកម្ដាយបានស្លាប់ចោលទៅនាងបានទទួលគេផ្ទះមួយនិងចំការមួយធំបង្គួរដែលឲ្យដឹងថាម្ចាស់ទ្រព្យទាំងនេះជាអ្នកមានក្រនបើអាស្រ័យដោយនាងពេញក្រមុំមិនហ៊ាននៅម្នាក់ឯងនាងថាក៏បានជួបផ្ទះនៅផ្សារក្រោមដែលជាមរតកពីខ្មោចមេដាបិតាឲ្យអ្នកដតីនៅហើយនាងក៏បានមកសំណាក់នៅជាមួយឧបាសកបាសិកាជើងវត្តទូលទំពូងតាមសេចក្តីផ្ដាំផ្ញើទុកដាក់នៃលោកគ្រូមេកុដត្រូវជាជីតារបស់នាងដែលវាសនាសំណាក់នៅជាមួយដូច្នេះហើយបានជាគណៈដែលវាសនាសំខ្លួនទៅស៊ីឈ្នួលចាំចំការដូងនាងថាក៏យកព្រមទាំងបានជួយផ្គត់ផ្គង់លុយកាក់ជាពិសេសខាងផ្លូវចិត្តគឺនាងថាបានសម្ដែងឲ្យឃើញយ៉ាងច្បាស់លាស់ថានាងជានារីប្រកបដោយធម៌គួរសមរួមសេចក្តីនាងថាពិតជាមានចិត្តជ្រះថ្លាជួយជ្រោមជ្រែងតាមនាងអាចលៃទៅបានការស្និទ្ធស្នាលរវាងអ្នកទាំងពីរកាន់តែមានវិសាលភាពធំធេងតែក្នុងក្របខ័ណ្ឌដ៏ថ្លៃថ្នូររៀងរាល់ដំណាច់ខែនីមួយដែលនាងត្រូវទៅយកថ្លៃឈ្នួលផ្ទះយុវតីរូបនេះតែងឆ្លៀតចូលទៅមើលចំការដូងនិងចំការក្រូចរបស់នាងទាំងទិញចំណីចំណុកនិងប្រដាប់ប្រើប្រាស់ខ្លះផងមានតាំងពីចានឆ្នាំងអង្ករត្រីងៀតផ្ញើវាសនានេះគឺជាចម្លើយតបទៅនឹងកិច្ចការរបស់វាសនាដែលបានយកចិត្តទុកដាក់ថែទាំសម្អាតចំការនាងគួរជាទីពេញចិត្តយូរទៅនាងថាទុកចិត្តលើប្រុសកំឡោះទាំងស្រុងមិនតែប៉ុណ្ណោះនាងក្រមុំបានទាំងកត់សម្គាល់ទៅលើសេចក្តីព្យាយាមរបស់កំឡោះវាសនាក្នុងការរៀនសូត្ររហូតដល់បានប្រឡងយកសញ្ញាបត្រមធ្យមសិក្សាថ្ងៃនោះព្រះតនិកទុនទាបបន្តិចទៅហើយខ្យល់បក់រំភើយគួរឲ្យត្រជាក់ចិត្តក្នុងចំការក្រូចវាសនាស្លៀកខោខ្លីលើជង្គង់និងជូតក្បាលដោយក្រមាកញ្ចាស់មួយកំពុងតែជំរះស្មៅបែកញើសជោកប្រានឡើងរលើបដោយគេលាបខ្លាញ់អ្នកកំឡោះធ្វើការបណ្ដើរហួចបណ្ដើរហាក់ដូចជាសប្បាយចិត្តនឹងការងារពន់ពេកហើយក៏ហាក់ដូចគ្មានទុកអ្វីមកជ្រៀតជ្រែងសូម្បីតែបន្តិចក៏គ្មានដែរប៉ុន្តែនៅឯនាយឯណោះនាងក្រមុំថាក្នុងសម្លៀកបំពាក់យ៉ាងសមសួនកំពុងដើរយូរអីវ៉ាន់រនេងរណោងដោយទឹកមុខមានជំរឿដូចជាចាប់អារម្មណ៍អាណិតចំពោះប្រុសកំឡោះជាខ្លាំងស្រស់ស្រីវលៈសម្រាប់ជើងដើរទៅចិត្តមាននប់ដោយលន់សំលេងថាវាសនាយុវៈបរោះភ្ញាក់ព្រឺតងាកមករកម្ចាស់សម្ដីហើយញញឹមទទួលដោយវាចាភ្លាមអូជាថាទៅនឹងមកដល់ឬចាឡានរវល់តែខូចកុំអីមកដល់តាំងពីថ្ងៃម្លេះហើយនេះម៉ងដូលីនដែលវាសនាពោលថាចង់បាននាងថាពោលតាំងប្រគល់ម៉ងដូលីននិងកញ្ចប់អីវ៉ាន់ផ្សេងទៀតទៅឲ្យអ្នកកំឡោះហើយនេះសៀវភៅវាសនាទទួលយកអីវ៉ាន់ពីនាងក្រមុំម្ចាស់ចំការស្លាប់ហើយថាខ្ញុំដូចជារំខានថាដល់ហើយក្រែងខែមុនវាសនាពោលថាចង់បានឬមែនប៉ុន្តែស្មានមកដល់ថាយកចិត្តទុកដាក់នឹងខ្ញុំដល់ម្លឹងសោះតោះយើងទៅអង្គុយជជែកគ្នានៅឯខ្ទមឯនោះវិញខ្ញុំចង់ជំរះស្មៅនេះបង្ហាយបន្តិចវាសនាដូចជាខំធ្វើការពេញហើយតែវាជាការហាត់មួយបែបដែលមិនត្រឹមតែនាំមកនូវសុខភាពល្អទេគឺវាអាចហុចផលប្រយោជន៍ជាច្រើនប្រុសកំឡោះនិយាយតាំងលីចប់និងយូអីវ៉ាន់ដើរតាមក្រោយមណ្ឌវីស្រស់ស្រីឆ្ពោះទៅកាន់កូនខ្ទមដែលនៅទីនោះគេក៏បានសាសងគ្នាពីនេះពីនោះជាហោហែដតីពីនេះវាសនា
បាននាំស្រស់ស្រីដើរមើលថ្នាលបណ្ដោះផ្សិតចំបើងសួនផ្កាច្បារបន្លែនិងកន្លែងចិញ្ចឹមមាន់ដែលគេបានអនុវត្តតាមបច្ចេកទេសដែលគេបានក្រេបជញ្ជក់ពីសាកលវិទ្យាល័យប្រជារាស្ត្រមកស្នាដៃតាំងប៉ុន្មាននេះបានធ្វើឲ្យនាងថាលន់មាត់ស្ងាច់សរសើរតាំងបញ្ចេញយោបល់ថារបស់អស់ទាំងនេះលក់បានថ្លៃណាស់ជាពិសេសនៅភ្នំពេញសប្តាហ៍ថ្ងៃនេះណាខ្ញុំគិតថាដល់ពេលល្មមលក់ខ្ញុំនឹងយកទៅលក់ប្រាក់ចែកទៅនាងថាខ្លះចិត្តថាក្រវីក្បាលញញឹមបញ្ចេញសម្រស់ទឹកមុខទេខ្ញុំមិនយកទេវាសនាឯងទុកចាយវេខ្លួនឯងចោះផលទាំងនេះកើតមកពីដើមទុនដែលថាឯងជួយខ្ញុំទេតើប៉ុន្តែវាក៏កើតមកពីកម្លាំងកាយកម្លាំងចិត្តវាសនាដែរការពិតខ្ញុំរឹតតែត្រេកអរណាស់កាលបើឃើញវាសនាចេះលៃរកលុយកាក់បានដោយខ្លួនឯងយ៉ាងនេះផ្ទុយទៅវិញបើតាមតែដើមទុនរាប់ម៉ឺនសែនហើយគ្មានកម្រិតធ្វើកិច្ចការនោះវាគ្មានបានហុចផលប្រយោជន៍អ្វីឡើយវាសនាចេះតែនាំនាងថាដើរមើលកន្លែងប្លែកដែលអ្នកទៅនឹងបានបង្កើតក្របច្រឡោះក្នុងចំការក៏បីជំរាបថាទោះបីទីកន្លែងណាក៏យុវធីតាពេញចិត្តចំពាក់ចិត្តរហូតដល់ភ្លេចគិតពេលវេលាត្រឡប់ទៅភ្នំពេញវិញឆោមនារីក៏លេចទៅបច្ឆិមប្រទេសព្រះសូរិយាកាន់តែទៀបកងភ្នំទៅហើយរស្មីក្រហមលឿងទុំលាយដោយពណ៌ប្រផេះក្រមៅដុំបានលាបដាស់អស់មួយចំហៀងមេឃចិត្តថាត្រូវសំណាក់ក្នុងខ្ទមជាមួយវាសនាមួយយប់ដោយហេតុថាអ្នកព្យាបាលរបស់នាងបានទៅធ្វើបុណ្យនៅឯខេត្តបាត់ដំបងអស់ហើយម្យ៉ាងទៀតប្រសិនបើនាងត្រឡប់ទៅភ្នំពេញក៏នាងមិនហ៊ានគេងនៅក្នុងផ្ទះមួយតែម្នាក់ឯងដែរម្ល៉េះហើយការសម្រេចចិត្តរបស់នាងធ្វើឲ្យវាសនាទៅតល់ជាខ្លាំងមិនមែនមកពីគេមិនពេញចិត្តនាងក្រមុំដោយប្រការណាមួយទេតែការស្នាក់នៅក្នុងខ្ទមជាមួយគ្នារវាងកំឡោះនិងក្រមុំដែលមានទម្លាប់ក្នុងផ្លូវល្អវាជារឿងមួយដែលមិនសមប៉ុន្តែគេពុំដឹងធ្វើដូចម្ដេចរាត្រីនេះបរិយាកាសចំការដូងស្ងាត់ជ្រងំឮតែសម្រែកបាក់សីរាត្រីអរញ្ញគោចរល្វើយខ្យល់ត្រជាក់សន្សាមធ្លាក់ចុះនៅឯដលំហមេឃឯណោះព្រះច័ន្ទកំពុងអែតភ័ក្រព្រឿងចេញពពកមួយកូនដុំដែលមានសភាពស្ដាងហៀដោយស្បៃវាំងនោនក្នុងវិមានមួយដ៏ប្រណិតក្រោយពីអង្គុយជជែកគ្នាលេងអស់រយៈពេលមួយស្របក់ជាថាក៏ដើរចូលទៅសង្ងំដេកសម្រាកកាយបំបត្តិអាការៈរសេះរសោះដែលនាងធ្វើដំណើរតាមដងផ្លូវមកហត់ហើយវាសនាទាញម៉ុងដូលីនដើរទៅអង្គុយលើគល់ដងមួយដើមដែលត្រេតសឹងដួលទៅហើយរលកសំឡេងដ៏ពីរោះផុសឡើងរងំរសាត់តាមចំណូលយ៉ាងអណ្ដែតអណ្ដូងហើយទំនុកចម្រៀងបណ្ដែតតាមយ៉ាងខ្សោយបំផុតក៏លេចលឺជាមួយគ្នាដែរតាមរយៈអ្នកកំឡោះដែលកំពុងបញ្ចូលខ្លួនជាអ្នកកវីដ៏កំសត់មួយរូបគួរឲ្យអាណិតនៅខាងចុងចំការជាប់នឹងមាត់ព្រៃសត្វមៀមកំពុងទម្លាក់សំឡេងក្រហឹមគួរឲ្យព្រឺខ្លាចតែនៅក្នុងគណៈនោះស្រមោលនាងថាកំពុងបោះចំហៀនមួយឆ្ពោះទៅរកវាសនាដែលអាស្រ័យតែភ្លើតភ្លើនទៅតាមបទភ្លេងដែលហាក់ដូចជាកាន់តែពិរោះឡើងសមទៅតាមចំនួនរាត្រីដែលចេះតែជន់ជោគ្រប់ដណ្ដប់លើធម្មជាតិទាំងពួងឲ្យคล้ายទៅជាពិភពមួយដ៏ត្រកាលក្រោមរស្មីនៃដួងច័ន្ទដ៏ស្រស់បំព្រងនិយាយឲ្យខ្លីបរិយាកាសនាពេលនោះមិនខុសពីឋានមនោរម្យក្នុងបទទេពនិទានឡើយប៉ុន្តែជួនកាលក៏អាចបំផុសនៅកម្រងជីវិតពីអតីតកាលផងដែរកំពុងដេញចាប៉ីយ៉ាងជក់ណៃស្រាប់តែសំឡេងនាងថាក៏លន់ឡើងដោយសំឡេងសារិកាខ្ញុំមិននឹកស្មានថាវាសនាជាតិថាមិនតាន់បានបញ្ចេញសេចក្តីផងវាសនាក៏ងាកទៅទទួលម្ចាស់សំដីសូមទោសផងថាសំឡេងចាប៉ីខ្ញុំប្រហែលជារំខានដល់ថាបន្តិចហើយខ្ញុំមិនគួរធ្វើឲ្យថាគេងមិនបានសោះខ្ញុំចង់ស្ដាប់បទភ្លេងដ៏ពីរោះនេះណាមិនដឹងជាពីរោះអីទេថាអើយតែខ្ញុំចូលចិត្តហើយម្យ៉ាងទៀតបទនេះវាស៊ីទៅនឹងទេសភាពនាពេលនេះផងទោះជាយ៉ាងណាក៏នៅចាញ់សម្រស់ទីក្រុង
ដែលល្អដោយសមិទ្ធផលគ្រប់បែបសម្បូរដោយស្រីប្រុសកំឡោះក្រមុំស្លៀកពាក់ហ៊ឺហាដើរមើលកូនល្ខោនចាស់យ៉ាងសប្បាយកកឹកកក្រាក់មិនថាយប់ថ្ងៃចាស់មែនហើយប៉ុន្តែការពិតបរិយាកាសនៅទីនោះសិតតែជាគ្រឿងបំពល់មនុស្សជាពិសេសនៅក្នុងយុវវ័យភ្លេចអស់កំណើតដើមពុំដែលស្គាល់យ៉ាងម៉េចហៅថាទស្សនវិជ្ជាទូទៅក្នុងសង្គមមនុស្សគេរស់នៅដោយសប្បាយតាមចិត្តចង់តែគេពុំដែលនឹកនាចាប់អារម្មណ៍ពីមេរោគក្នុងសង្គមដែលតែងតែស៊ីរួមផ្ទៃក្នុងឲ្យរិចរើធ្លាក់ចុះទៅក្នុងហេនភាពឡើយអញ្ចឹងបានសេចក្តីថាជាថាចូលចិត្តផ្ដិតអារម្មណ៍លើផ្ទាំងធម្មជាតិទាំងនេះមែនទេខ្ញុំថែមទាំងមានចិត្តចង់រស់នៅទីនេះឲ្យបានថិតថេរអស់កាលដ៏យូរលង់ដូចគ្នាបេះបិទនឹងគំនិតខ្ញុំដែរខ្ញុំចង់រស់នៅទីណាដែលមានសភាពស្ងាត់ដូចទីនេះជាដើមដែលពោពេញទៅដោយសន្សើមប្រោះព្រំជីវិតខ្ញុំឲ្យមានរស្មីជាទីសង្ឃឹមអញ្ចឹងវាសនាមិនចង់ឃ្លាតចេញទៅទីណាវិញទេឬខ្ញុំគិតគ្មានថ្ងៃភ្លេចវាដរាបណាសន្សើមក្នុងទីនេះនៅតែមានមេត្តាមិនប្រហារចិត្តដោយប្រការណាមួយខ្ញុំប្រកាសជាសូមផ្ញើសាច់ផ្ញើឆ្អឹងដោយការតាំងចិត្តរបស់ចៅចិត្តតួអង្គក្នុងរឿងកុលាបបៃលិនពុំខានជាថាមិនថាអ្វីនាងរេប្រានផ្អែកនឹងដើមដូងចាប់ប្រគំប្រយោគដូចជាពុំគិតបំរុងទុកក្នុងមួយជីវិតនេះខ្ញុំមិនបានជួបប្រទះទេសភាពកណ្ដាលរាត្រីដូចពេលនេះទេមិនដែលចាប់អារម្មណ៍ថាអ្វីៗនៅទីនេះវាអាចធ្វើឲ្យចិត្តថារីកថ្លើមប្រមាថអញ្ចឹងសោះថាអញ្ចឹងក៏ត្រូវម្យ៉ាងដែរតែខ្ញុំចង់និយាយថាខ្ញុំមិនដែលបានស្គាល់សម្ដីបុរសណាដែលមានសភាពពីរោះដួងដូតតន្ត្រីប្រកបដោយអត្ថន័យគួរឲ្យចង់ស្ដាប់ដោយសម្ដីវាសនាឡើយចិត្តថាដូចជាដាក់ផ្លែឲ្យខ្ញុំពេកហើយតាមពិតសម្ដីជាថាទេតើដែលពីរោះដែលមានខ្លឹមសារស័ក្តិសមនឹងសទ្ធារបស់ចិត្តថាដែលខ្ញុំសូមសរសើរដោយស្មោះក្នុងលោកនេះកុំថាឡាយដល់នារីដែលមានចិត្តដូចជានាងសំបីតែប្រហាក់ប្រហែលក៏នឹងពិបាករោគដែរយុវកញ្ញាសម្ដែងអាកប្បកិរិយាអឹមអៀនស្រស់ស្រីឈរអោបដៃយ៉ាងស្រគត់ស្រគំមើលទៅផែនពពកដាតលឿនលយគ្មានទិសដៅវាសនាឧស្សាហ៍ចៅកន្ទុយភ្នែកមើលទៅនាងញយគឺមើលដោយយកចិត្តទុកដាក់ក្នុងសំណាក់មនោសញ្ចេតនាមួយផ្សេងមើលយូរទៅអ្នកកំឡោះកាន់តែចំបែងហើយក៏ហាក់ដូចជារំភើបរោគថាមិនត្រូវផងដែរមួយរយៈនេះស្រាប់តែបែកគំនិតបបួលនឹងថាទៅឈរលេងលើស្ពានឈើមួយដែលស្ថិតនៅជិតជើងភ្នំសន្ទូចដែលមានទិដ្ឋភាពនៅជុំវិញគួរជាទីសណ្ដំអារម្មណ៍ឲ្យលងស្លងទៅក្នុងអន្លង់មនោសញ្ចេតនាមួយដ៏ប្លែកមកដល់ត្រង់ស្ពាននេះមិនដឹងមកពីហេតុអ្វីចិត្តថាស្រាប់តែសងំស្ងៀមស្ងាត់ដោយអារម្មណ៍នឹកថ្កល់វិញ្ញាណក្នុងប្រាណទាំងប៉ុន្មានហាក់អណ្ដែតត្រសែតទៅកាន់ភពមួយដ៏ឆ្ងាយតលតែវាសនាអត់ត្រឹមមិនបានក៏បង្ហើបមាត់បន្លឺតិចថាសម្រាប់ខ្ញុំទស្សនីយភាពនៅកន្លែងនេះពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តរីករាយជាងទីណាទាំងអស់ចំណែកស្រស់ស្រីថាប្រហែលជាមានទស្សនៈប្លែកពីខ្ញុំហើយមែនទេចាស់ទេទីណាកន្លែងណាដែលវាសនាពេញចិត្តប្រកាសជាចំណៃអារម្មណ៍ដ៏កម្របានសម្រាប់គ្រូខ្ញុំដែរគឺដូចគ្នានឹងតែខ្ញុំបានសង្កេតឃើញថាទឹកមុខនិងអិរិយាបថរបស់អ្នកមានសភាពប្លែកជាថាមិនស្រួលខ្លួនឬក៏ជាថាខ្លាចមិនហ៊ានឈរលេងកន្លែងនេះទេមិនអញ្ចឹងទេវាសនាអញ្ចឹងមានតែមិនសប្បាយចិត្តនឹងខ្ញុំដែលបាននាំមកលេងកន្លែងស្ងាត់ជ្រងំដោយថិតកណ្ដាលភ្នោខ្មោចផ្ទុយទៅវិញខ្ញុំចង់ឈរលេងនៅទីនេះឲ្យបានយូរហើយប្រសិនបើធម្មជាតិនៅក្បែរស្ពានកំសត់នេះអនុញ្ញាតឲ្យខ្ញុំនៅបានយូរតទៅទៀតខ្ញុំរឹតតែសប្បាយចិត្តរកទីបំផុតគ្មានប៉ុន្តែអំបញ្ញមិញខ្ញុំកំពុងលងកំណត់នៅក្នុងទំព័រជីវិតខ្ញុំដែលហាក់ដូចជាត្រូវបណ្ដាសាពីព្រះអាទិទេពយ៉ាងគួរឲ្យឈឺចាប់គ្មានថ្ងៃបំភ្លេចបានយ៉ាងណាមិញរូបខ្ញុំក៏មិនខុសពីចិត្តថាឡើយទោះបីជាយ៉ាងណាវាសនានៅតែក្រន់បើជាខ្ញុំដរាបព្រ
ព្រោះវាសនានៅមានឪពុកម្ដាយបងប្អូនជាទីពំនាក់ចំណែកខ្ញុំវិញដោយវាសនាជ្រាបស្រាប់ហើយឪពុកម្ដាយខ្ញុំបានចែកឋានទៅដោយទុកឲ្យខ្ញុំនៅកណ្ដោយកណ្ដាញតែម្នាក់ឯងបន្លែងនឹងទុកព្រួយ 10000 ចំពោកខ្លួនខ្ញុំជាស្រីប្រសិនបើកុំតែមានផ្ទះសម្បែងនិងចំការដំណាំដាំដុះសល់ពីអ្នកមានគុណម្លេះជីវិតខ្ញុំមិនដឹងជារស័តអណ្ដែតបែបណាទេអូនជាថាពោតដល់ត្រង់នេះទឹកភ្នែកនាងក៏ហូរច្រោកច្រោកកាត់ផែនថ្ពាល់មានសភាពដូចជាដុំពេជ្រពីរគ្រាប់ស្ថិតក្រោមរស្មីព្រះច័ន្ទដ៏ភ្លឺថ្លាវាសនាអាណិតយុវតីធីតាស្ទើរខ្លោចចិត្តអ្នកកំឡោះបានព្យាយាមសាងប្រយោគទៅរកនាងដោយសម្លេងមួយក្នុងលោកនេះអ្វីៗសត្វតែមិនទៀងទាត់ទាំងអស់ហើយអ្វីៗទាំងអស់មានលក្ខណៈក្រាន់បើជាភ្ញីកងចាក់បញ្ឆោតជីវិតសត្វលោកឲ្យលោតកញ្ឆក់ហក់កញ្ជ្រោងសម្រាប់តែកំដរផែនដីក្នុងរយៈតែមួយពេលយ៉ាងខ្លីប៉ុន្តែអ្វីៗនេះឯងដែលនាំអញ្ចំបែងគ្រប់ដង្ហើមរូបខ្ញុំគ្រាន់តែជាពំនូតជីវិតដ៏សោះកក្រោះឥតខ្លឹមសារពេលណាដែលខ្ញុំឬអ្នកដតីស្រែកហៅឪពុកម្ដាយគេឬប្រឡែងជាមួយបងប្អូនគេទ្រូងខ្ញុំសែនអ៊ូណែនអ៊ូលស្ទើស្ទុះដង្ហើមផុតម្ដងវាសនាដកដង្ហើមធំហាក់តឹងទ្រូងមិនតិចទេយុវមិត្តយើងបោះចំហៀនមួយទៅផ្អែកនឹងមកកាន់ដៃស្ពានរួចទៅនិយាយវាតែងតែមានហេតុគ្រប់យ៉ាងគ្រប់សង្កត់បើមិននេះមិននោះគឺតាមចន់ជាប់ចនិចសម្រាប់មនុស្សយើងគ្រប់ប្រានដូចជាយ៉ាងរូបខ្ញុំជាដើមដែលសំបីតែអូនថាបានជួយពុតគង់ឲ្យខ្ញុំរៀនសូត្ររហូតដល់បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាហើយគួរណាស់តែខ្ញុំរីករាយចិត្តថ្លាគំនិតណាស់ផ្ទុយទៅវិញក្រៅពីរូបខ្ញុំម្នាក់ឯងគ្មានអ្នកណាអាចដឹងបានឡើយថាខ្ញុំក៏មិនដឹងស្រែកប្រកាសប្រាប់អ្នកណាឲ្យជួយរំលែកទុកខ្ញុំបានដែរឬវាសនាពោដូច្នេះឆោមនារីស្រស់វលៈតាំងរំកិលប្រាណខិតទៅចិត្តហើយនិយាយថាខ្ញុំជឿថាវាសនាប្រហែលជាបានសុខកាយសប្បាយចិត្តច្រើនជាងខ្ញុំមែនទឹកមុខខ្ញុំមិនព្រមចោះចាញ់ធម្មជាតិមែនខ្ញុំលេងខ្ញុំសើចគ្រាន់តែជាភ្នោនៃការយំសោកប៉ុណ្ណោះប៉ុន្តែខាងផ្លូវចិត្តខ្ញុំគ្មានពាក្យអ្វីនឹងថ្លែងឲ្យចំទេព្រោះអ្វីទៅវាសនាខំសម្រួលដង្ហើមទាំងកើភ្នែកផ្ដោតទៅលើចុងរុក្ខជាតិដែលកំពុងកប់រិចក្រោមចំណោនារីត្រីដ៏ត្រជាក់ល្ហឹមនៅពេលនោះមិនអស់ចិត្តស្រស់ស្រីវលៈកខិតកាន់តែគៀកនឹងប្រុសកំឡោះឲ្យបន្ថែមសម្ដីវាសនាមិនសប្បាយចិត្តនឹងរស់នៅក្នុងចំការខ្ញុំតទៅទៀតឬដោយខ្ញុំបានប្រាប់ថារួចទៅឲ្យថាប្រសិនបើដីចំការក្រូចនៅតែផ្ដោះក្តីមេត្តាដល់ខ្ញុំនឹងសូមផ្ញើសាច់ផ្ញើឆ្អឹងនៅទីនេះហើយណាអញ្ចឹងតើមានរឿងអ្វីដែលវាសនាពិបាកចិត្តឬមួយខ្ញុំអាចធ្វើឲ្យវាសនាជាថាល្អនឹងខ្ញុំគ្រប់10ដែលខ្ញុំសូមចរិតទុកក្នុងបេះដូងខ្ញុំលុះថ្ងៃអវសានប៉ុន្តែរឿងអបមង្គលក្នុងផែនទ្រូងទាំងប៉ុន្មានខ្ញុំសូមកប់ទុកក្នុងភ្នោមួយលុះថ្ងៃខ្ញុំលាចាក់លោកបានសេចក្តីថាវាសនាមិនពេញចិត្តស្រស់វលៈមិននៅកន្តើយក៏បានវិចារថាបានសេចក្តីថាវាសនាមិនពេញចិត្តនឹងខ្ញុំនឹងរឿងអ្វីទាំងអស់នោះមែនទេមិនមែនដូច្នេះទេប៉ុន្តែជាថាអើយបងសូមមេត្តាកុំចង់ដឹងធ្វើអ្វីព្រោះវាជារឿងដែលខ្ញុំនិយាយមិនចេញហើយក៏ជារឿងដែលខ្ញុំត្រូវជេរប្រតិចខ្លួនឯងសូម្បីតែខ្ញុំស្លាប់ទៅក៏វិញ្ញាណខ្ញុំនៅតែបន្ទុកខ្ញុំគ្មានគ្រាបញ្ចប់ខ្ញុំនៅតែមិនអស់ចិត្តព្រោះប្រសិនបើវាសនានៅតែលាក់នឹងខ្ញុំក៏ត្រូវតែសម្រេចចិត្តថាឈប់មករំខានវាសនាទៀតហើយចូលដល់ចំណុចនេះវាសនាប្រែជាស្រឡាំងកាំងមួយភាំងអ្នកកំឡោះឈោសម្លឹងមើលមុខស្រស់ស្រីដោយបេះដូងញ័ររន្ធត់ភ្លាមនោះស្រាប់តែអ្នកលោកហាត់ថាទាំងទ្វេចាប់ស្មាធិដាព្រមដោយសំឡេងទ្រង់ញ័រអូនថាសូមនាងអភ័យទោសឲ្យខ្ញុំផងពេលនេះខ្ញុំរកគិតមិនយល់ថាតើខ្ញុំកំពុងខ្លាចទៅជាមនុស្សប្រភេទណាទេកញ្ញាធីតាពុំដឹងគិតដូចម្ដេចក៏សងំនៅស្ងៀមបាត់មាត់ដូចគេចុកបេះដូងនាងលោតកញ្ជ្រោលក្តុកក្តាក់ដូចជាចាញ់ច្រាបយុវបុរសយ៉ាងពិតមិនតែប៉ុណ្ណោះប្រាណនាងទាំងមូលប្រែជាមានចំហាយក្តៅអ៊ុន
ហើយបន្ទាប់មកយុវតីក៏ដាច់ចិត្តប្រកាសសម្ដីថាវាសនាកំពុងគិតនិងកំពុងចង់និយាយពីរឿងអ្វីជាតិថាបើខ្ញុំពោលថាស្រឡាញ់ជាតិថាណាតើជាតិថាយល់យ៉ាងម៉េចដែរវាសនាស្រឡាញ់ខ្ញុំពន្លឺប៉ុណ្ណេះជាតិថាក៏ដាក់មុខស្រងួតហើយដើរចេញទៅឈរនៅចុងស្ពានម្ខាងតាំងផែនទ្រូងញ័រចំប្រប់ដោយប្រសពគំនិតថាតើនាងត្រូវសម្រេចចិត្តបែបណាវាសនាដើរត្រាប់ចូលទៅរកមាណវីស្រស់ស្រីវលៈហើយអត់ទៀនដោយសូរសៀងគួរឲ្យអាណិតក្រៃលែងជាតិថាខ្ញុំមិនគួរតាំងខ្លួនជាក្រពើរមើសគុណដូច្នេះសោះប៉ុន្តែធ្វើដូចម្ដេចប្រសិនបើខ្ញុំមិនទំលាយប្រាប់ជាតិថាខ្ញុំស្លាប់ទៅប្រកាសជាបាត់ភ្នែកមិនចិត្តទេជាតិថានៅតែស្ងៀមសង្ងំស្ងៀមមិនដឹងថាតើនាងត្រូវរកពាក្យអ្វីឆ្លើយឆ្លងតបទៅម្ចាស់សំណួរឲ្យសមតាមទំហំចិត្តដែលនាងចង់សារភាពចំពោះគេឡើយយូរណាស់ទៅនាងបង្ហើបមាត់រលាស់សំដីថាវាសនាមេត្តាប្រាប់ខ្ញុំមកជាថាមិនមែនជាការបង្ខិតបង្ខំចិត្តទេប៉ុន្តែប្រសិនបើជាថាមិនពេញចិត្តក៏សូមចាត់ទុកសម្ដីនេះជាសុបិនចង្រៃមួយទៅចោះហើយខ្ញុំក៏នឹងបន្សាត់ខ្លួនចេញឲ្យឆ្ងាយពីទីនេះឆ្ងាយពីឌូតារាដែលខ្ញុំស្រឡាញ់ស្ទើរលេបនិងឆ្ងាយពីអ្វីៗទាំងអស់ដោយគ្មានការត្រឡប់មកវិញរលកប្រយោគចុងក្រោយនៃកំឡោះវាសនាមានឥទ្ធិពលខ្លាំងក្លាធ្វើឲ្យចិត្តជាថានឹកអាណិតក្រៃលែងហើយក្រោយបន្តិចនោះយុវកញ្ញាក៏ខំបន្លឺសំឡេងរអាក់រអួលសឹងស្ដាប់មិនបានបងវាសនាសូមកុំទៅណាចោលខ្ញុំគ្រាន់តែនារីប្រពដល់ពាក្យបងមួយមាត់ជាប់នឹងឈ្មោះអ្នកវាសនាដែលសាររំភើបឥតឧបមាទាំងស្ទុះទៅរកនាងព្រមដោយថ្លែងវាចាថាជាថាអូនពិតជាសម្រេចចិត្តហើយឬចាសូមបងមេត្តាកុំធ្វើបាបអូនណាបងអូនគ្មានគ្រួសារនិងបងប្អូននឹងគេទេពេលនោះកំឡោះស្រស់ប្រំប្រៃតបសម្ដីទៅស្រស់មាណវីថាដរាបណាបងនៅរស់ជាតិថាជាដួងប្រលឹងនិងជាកែវភ្នែកតែមួយរបស់បងវាសនាពោលបណ្ដាទាំងលោកហាត់ថាអោប្រានស្រស់ជួបនឹងអោរ៉ាខណៈដែលព្រះចន្ទរាត្រីរនោចកាន់តែអាប់រស្មីបន្តិចម្ដងក្រោមលំអងសន្សើមរាត្រីដែលរុះរយខ្លាំងឡើងដោយទឹកមុនព្រះឥន្ទប្រោះព្រំកំឡោះក្រមុំរូបនេះជួបព្រះទះតែនឹងសុខដុមរមនាជានិច្ចកាលអស់កាលដ៏យូរអង្វែង